សំណួរទី41 Neither of the candidates blank brought their ID cards មានន័យថាបេក្ខជនទាំងពីរនាក់គ្មាននរណាម្នាក់បានយកអត្តសញ្ញាណប័ណ្ណមកទេចម្លើយ A has ចម្លើយ B have ចម្លើយ C had ចម្លើយ D is ចម្លើយត្រឹមត្រូវគឺ A has មូលហេតុគឺ neither មានន័យថាมันមាននរណាម្នាក់ក្នុងចំណោមពីរនាក់ហើយក្នុង grammar ស្តង់ដារ neither ត្រូវបានចាត់ទុកជាប្រធានឯកវចនៈដូច្នេះយើងប្រើ has មិនមែន have ទេប្រយោគពេញគឺ neither of the candidates has brought their ID cards មានន័យថាបេក្ខជនទាំងពីរនាក់គ្មាននរណាម្នាក់បានយកអត្តសញ្ញាណប័ណ្ណមកទេតោះយើងមើលហេតុអ្វីជំរឿផ្សេងទៀតខុសចម្លើយ B have ខុសព្រោះ have ជាទម្រង់ដែលប្រើជាមួយប្រធានពហុវចនៈដូចជា they we ជាដើមប៉ុន្តែនៅទីនេះប្រធានគឺ neither ដែលត្រូវបានចាត់ទុកជាឯកវចនៈចម្លើយ C had ខុសក្នុងបរិបទនេះដោយសារ had គឺជា past tense របស់ have ប៉ុន្តែប្រយោគនេះมันមាន context ដែលបង្ហាញថាសកម្មភាពកើតឡើងមុនព្រឹត្តិការណ៍អតីតកាលផ្សេងទៀតទេដូច្នេះចម្លើយ has គឺស្របជាងចម្លើយ D is ខុសព្រោះ is គឺជាកិរិយាសព្ទ be ហើយมันអាចប្រើជាមួយ brought ក្នុងទម្រង់នេះបានទេយើងនិយាយថា has brought មិនមែន is brought ទេ